រឿងព្រេងនិទានសម្រាប់កុមារសូមជូនរឿងទន្សាយសម្បូរមិត្តកាលពីព្រេងនាយនៅកណ្ដាលព្រៃដ៏ធំមួយមានកូនទន្សាយដ៏សែនស្រស់ស្អាតមួយក្បាលបានឆ្លក់វង្វេងនឹងសម្រស់ខ្លួនឯងកូនទន្សាយនោះជឿជាក់លើខ្លួនឯងទាំងល្ងីល្ងើថាខ្លួនឯងអស្ចារ្យជាងគេនិងខ្លាំងជាងគេព្រោះខ្លួនមានមិត្តភក្តិជាច្រើននិងគ្រប់ទីកន្លែងថ្ងៃមួយកូនទន្សាយនិងមិត្តរបស់វាជាច្រើនបានជួបគ្រោះអាសន្នមួយពួកគេបានខ្សឹបខ្សៀវដំណឹងពីគ្នាពីមាត់មួយទៅមាត់មួយថាមានឆ្កែចចកកំណាចមួយក្បាលដែលធ្វើដំណើរជិតមកដល់នឹងពួកគេកូនទន្សាយក៏ភ័យស្លន់ស្លោរត់ទៅយ៉ាងលឿនទៅរកសេះលោកបងសេះអើយសូមមេត្តាជួយខ្ញុំឲ្យជិះលើខ្នងផងណាលោកបងសេះហើយផាយទៅឲ្យលឿនសេះក៏តបវិញថាសម្លាញ់ទន្សាយថ្ងៃនេះខ្ញុំមានការងារច្រើនណាស់ខ្ញុំមិនអាចជួយសម្លាញ់ឯងបានទេខ្ញុំមិនបានទំនេរឡើយសូមអធ្យាស្រ័យផងចុះចូលទន្សាយឯងទៅរកលោកបងគោដែលជាសម្លាញ់នឹងឯងចុះកូនទន្សាយក៏ភ័យស្លន់ស្លោណាស់វាក៏រត់ឆ្វេងឆ្វាយទៅគ្រប់ទីកន្លែងវាបានទៅសុំអង្វរគោឲ្យជួយសង្គ្រោះវាពីគ្រាអាសន្នមួយនេះដោយឲ្យគោប្រើស្នែងវាត់បណ្ដេញឆ្កែកំណាចមួយនោះគោកំឡោះក៏និយាយទៅកាន់កូនទន្សាយនោះថាខ្លួនជាប់បបួលស៊ីស្មៅជាមួយនឹងគោស្លូតបូតផ្សេងទៀតហើយសត្វគោក៏បានប្រាប់ទៅកូនទន្សាយឲ្យទៅរកសម្លាញ់ពពែសម្លាញ់ពពែរបស់យើងអាចនឹងនាំកូនទន្សាយរត់គេចបានយ៉ាងងាយស្រួលកូនទន្សាយភ័យស្លន់ស្លោក៏ប្រញាប់រត់យ៉ាងលឿនដោយខ្លាចឆ្កែចចកវាឃើញទន្សាយតូចបានសូមជិះខ្នងពពែរត់គេចពីឆ្កែចចកពពែបានឆ្លើយបដិសេធថារោមរបស់ខ្លួនរឹងដូចជាកាំប្រមាប្រយ័ត្នរោមដែលរឹងនោះនិងរោមគ្រើមរបស់ខ្ញុំចាក់គួតសម្លាញ់ឯងណាពពែនិយាយប្រាប់ទៅទន្សាយឲ្យទៅរកជាមរោមជាមវែងហើយទន់ព្រោះខ្ញុំធ្លាប់យកអណ្ដាតទៅលិតសាកកូនទន្សាយភ័យស្លន់ស្លោក៏ប្រញាប់រត់យ៉ាងលឿនទាំងអស់សង្ឃឹមកូនទន្សាយសុំជិះលើខ្នងជាមដើម្បីគេចពីគ្រោះអាសន្នជាមញញឹមមុខស្ងួតហើយក្រវីក្បាលជាមនិយាយថាខ្លួនពិតជាចង់ជួយសម្លាញ់ទន្សាយណាស់តែសម្លាញ់ទន្សាយឯងដឹងទេថាឆ្កែចចកចូលចិត្តស៊ីសាច់ជាមដូចសាច់គ្នាអញ្ចឹងសំឡេងរបស់ឆ្កែចចកក៏លឺកាន់តែខ្លាំងឡើងទន្សាយឯកោមិនស្ទាក់ស្ទើរទៀតឡើយកូនទន្សាយក៏ប្រញាប់ស្ទុះរត់គេចដោយមិនខ្ចីងាកក្រោយដោយប្រើកម្លាំងទាំងអស់ដែលខ្លួនមានជាចុងក្រោយទន្សាយក៏បានរត់គេចខ្លួនពីឆ្កែចចកបានសម្រេចរឿងព្រេងនិទានក៏បានដល់ទីបញ្ចប់ហើយរឿងនេះដែរក៏ចង់បង្រៀនដល់ប្អូនថាគ្មាននរណាម្នាក់អាចជួយយើងក្រៅពីខ្លួនឯងនោះទេសូមអរគុណសម្រាប់ការស្ដាប់រឿងព្រេងនិទានរបស់ខ្ញុំ